ទេបើនៅអ៊ំនិយាយទៅតាមឃើញរូបថតនេះឲ្យស្ដាប់បន្តិចណាចានេះប្រាសាទព្រះខ័ននេះដែលយើងកំពុងចូលនេះយើងចូលនៅខាងឡែកអញ្ចឹងរូបថតដែលយើងចូលមើលនេះគេថតពីខាងកើតទេបាទអញ្ចឹងអានេះចេតដីដែលនៅកណ្ដាលចេតដីប្របីដារបស់ស្ដេចជ័យវរ្ម័នទី7ស្ដេចជំនាន់មុនមនុស្សដែលមានសម្ដានចិត្តល្អគេចាត់ទុកថាជាព្រះអាទិទេពអញ្ចឹងប្រាសាទព្រះខ័ននេះប្រជានរាជយើងពីដើមដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីយើងដើរលេងមកយើងដឹងថាប្រាសាទវាជាកន្លែងទីសក្ការៈគ្រប់បូជាចេតដីនេះចេតដីព្រះអាទិទេពអញ្ចឹងយើងចូលខាងជើងខាងត្បូងខាងឡែកនេះយើងអនងើបនោះបានន័យថាយើងគោរពដល់ព្រះអង្គរួចហើយអញ្ចឹងបើផ្លូវខាងកើតដែលធំនេះគេធ្វើសម្រាប់ពួកមន្ត្រីជំនាន់ក្រោយព្រះអង្គបើដឹកនាំទៅមិនសូវមានការរីកចម្រើនជឿនលឿនលលូតទៅមុខនៅក្នុងស្រុកយើងគេជុំជំនុំជម្រះពួកមន្ត្រីរួចគេនាំគ្នាធ្វើកិច្ចធ្វើពិធីមកពីទិសខាងកើតអញ្ចឹងគេធ្វើផ្លូវខាងកើតឲ្យធំដោយសារតែមន្ត្រីអ្នកដែលដឹងអំពីច្បាប់ទាំងវគ្គហើយអញ្ចឹងមកដល់កន្លែងនេះគេរំថ្វាយកើតរួចមកខាងមុខកាត់ថ្វាយគុំពុទ្ធរួចបានកាត់មកថ្វាយគុំចេតដៃនេះអញ្ចឹងកាត់គក់ទ្រូង3ដងនឹងចេតដៃនោះនៅខាងកើតយើងទៅជានរាជគាត់ខាងជើងខាងត្បូងខាងឡែកហ្នឹងឯងចឹងឲ្យយើងទៅមើលខាងទៀតទៅមើលទៅអានោះគេសរុបរួមប៉ុន្តែគេអត់បានដាក់លំអិតទាំងអស់ទេណាគេអត់បានដាក់លំអិតទេកន្លែងព្រះមេឥន្ទ្រទេវីកន្លែងព្រហ្មញ្ញសាសនាពុទ្ធសាសនាអីក៏គេអត់ដាក់ដែរអញ្ចឹងគេដាក់តែបណ្ណល័យហើយព្រះបណ្ឌាជ័យក៏គេអត់ដាក់យើងគេដាក់ដំណាក់អគីដែលនៅខាងក្រៅនោះក៏គេដាក់គ្រុឌអីក៏គេដាក់ដែរអញ្ចឹងខ្លងទ្វារគេដាក់ដែរតែនៅខាងក្នុងនោះព្រហ្មញ្ញសាសនាយូនីនាងឧមាអប្សរាបុត្រសម័យកាលអប្សរាឆ្លុះកញ្ចក់រូបបាទជ័យវរ្ម័នទី7ហើយម្ដាយជ័យវរ្ម័នទី7ព្រះមេឥន្ទ្រទេវីស្រីគ្រប់លក្ខហ្នឹងអត់ដាក់ទាំងអស់ព្រះវិស្ណុព្រះនាងលក្ខณีអីនេះក៏អត់ដាក់ទាំងអស់ប៉ុន្តែដែលពេលយើងមកឃើញយ៉ាងនេះសូមអធិស្ឋានពីខាងឡែកទៅខាងកើតនោះគេគិត800ម៉ែត្រពីខាងជើងមកខាងត្បូងនោះ700ម៉ែត្រដីដែលយើងឈរលើនៅក្នុងកឡុនដែលគេគូនោះ56ហិកតាប្រាសាទនេះសាងសង់កាលឆ្នាំ1191ឧទ្ទិសថ្វាយដល់ព្រះបិតាស្ដេចជ័យវរ្ម័នទី7គឺចេតដៃកណ្ដាលនោះឯងព្រះអង្គមានឈ្មោះថាធរណីវរ្ម័នស្ដេចជំនាន់មុនមនុស្សដែលមានសម្ដានចិត្តល្អគេចាត់ទុកថាជាព្រះអាទិទេពអញ្ចឹងពេលអត់នឹងព្រះអង្គទៅគេបញ្ចុះនៅក្នុងចេតដៃនោះប៉ុន្តែគេមិនបានដាក់នៅខាងក្រោមនេះរឿងហើយទេបញ្ចុះរួចហើយដាក់នៅកន្លែងនោះឯងប៉ុន្តែដាក់ទៅលើកំពូលប្រាសាទពីដើមណាអញ្ចឹងដែលមានសង្គ្រាមសាសនានៅសតវត្សទី13នោះមានទំនឿសាសនានឹងគ្នាក៏បានទោះតែងផ្សេងគំនិតទៅក៏ដាក់រូបពុទ្ធនោះចោលទៅគេដាក់ចេតដៃនោះចុះមកខាងក្រោមវិញអញ្ចឹងដូចអ៊ំ5ឯងប្រជានរាជយើងចូលខាងជើងខាងត្បូងខាងឡែកនោះយើងអនងើបគោរពដល់ព្រះអង្គរួចហើយអញ្ចឹងបើយើងឃើញអាគ្រុឌដែលនៅកញ្ឆុចតាមកនូដែលគេគូសនោះទាំងអស់វាមាន72គ្រុឌនៅអានេះនៅខាងឡែកគ្រុឌទី1នៅខាងឡែកដែរអញ្ចឹងមកជុំគាត់ជុំវិញនេះឯងហើយទឹកខៀវនេះព័ទ្ធជុំវិញប្រាសាទព្រះខ័ននេះឯងអញ្ចឹងបង្គោលសេមានោះវាមានតែខាងឡែកនិងខាងកើតទេបង្គោលសេមានោះគេនិយាយពីសង្ឃហធម៌ទាំង8ប៉ុន្តែរូបចម្លាក់របស់ពុទ្ធនោះគេដាប់ចោលកាលមានទំនឿសាសនានោះអស់ហើយអញ្ចឹងនៅសល់តែសង្ឃទេសង្ឃនោះគេគិតថាវាជាស្ដេចសត្វព្រៃទេប៉ុន្តែយកមកឆ្លាក់នេះតំណាងឲ្យអ្នកដែលចេះដឹងមានអំណាចខាងពុទ្ធសាសនានេះឯងណាក្នុងរូបដែលគេថតដាក់នោះណាអញ្ចឹងមានតែខាងលិចនិងខាងកើតទេគោលសេមានោះណាប៉ុន្តែដែលយើងដើរមកយើងឃើញនាគដែលទាញព្រឹត្តនៅសងខាងនោះមកខាងយៈមកខាងទេវតានោះគិតឆ្លាក់មកនោះគិតចង់និយាយថាភាវៈអាក្រក់និងភាវៈល្អកើតឡើងនៅលើលោកនេះមិនដាច់ពីគ្នាទេមានអាក្រក់ទៅមានល្អមានល្អទៅមានអាក្រក់អញ្ចឹងនាគនោះក៏ដោយយើងមិនទាន់ចប់ទេនាគដែលបែរមុខទៅខាងមុខផងមុខវាមកខាងក្រោយផងនោះកើតចង់និយាយថាមនុស្សយើងកើតមកនៅលើផែនដីនេះវិលវល់វត្តដាក់លើវិលវត្តសង្ខារនេះស្លាប់កើតស្លាប់អញ្ចឹងក៏ឆ្លាក់មុខទៅខាងមុខផងមុខមកខាងក្រោយផងដែលយើងកើតហើយនេះយើងកំពុងនិយាយគ្នានេះដូចយើងកើតមនុស្សហើយដូចយើងនៅខាងមុខទេអ្នកដែលមិនទាន់កើតដូចនៅខាងក្រោយដល់យើងស្លាប់ទៅយើងនៅក្រោយគេកើតគេនៅមុខអញ្ចឹងណាអញ្ចឹងដល់ខាងកន្ទុយវាក្បាលមកតង់នៅខាងក្រោមក្បាលមកតង់នៅខាងលើអានោះគិតចង់បានន័យថាម៉េចគិតចង់បានន័យថាមនុស្សយើងកើតពីអូតូម្ដាយយើងមកមិនទាន់បានរៀនសូត្រអីទេប៉ុន្តែយើងក៏និយាយថាมันជាល្ងងពេកដែរយើងដឹងទិសទាំង4ខាងជើងខាងត្បូងខាងឡែកខាងកើតអញ្ចឹងបើយើងទៅរៀនមកបានចំណេះចេះដឹងពីគ្រូមកដូចដកក្បាលមកតង់ទៅខាងលើទៀត
អញ្ចឹង4នៅខាងក្រោម4នៅខាងលើ8អ្នកដែលបានរៀនសូត្រចេះដឹងគ្រប់ទិសទាំង8នោះគាត់ជាប្រធានគេដែលឈោបញ្ជាដែលដឹកនាំនោះឯងអញ្ចឹងគាត់ធ្វើសត្វតែមានន័យខ្លងទ្វា3នេះគាត់តំណាងឲ្យព្រះពុទ្ធព្រះធម៌ព្រះសង្ឃអញ្ចឹងយើងដើររងាយើងដើរបាននៅផ្លូវកណ្ដាលនោះมันតូចมันធំมันទាបมันស្ពួយទេយើងអាចទទួលយកដើរបាននៅផ្លូវកណ្ដាលនោះយើងកំពុងតែដើរតាមគន្លងដូនតាយើងដែលនាំយើងកាន់សាសនាពុទ្ធឯងយកផ្លូវខាងដែលខ្ពស់ខាងតូចទាបខ្ពស់នោះគិតមិននោះគិតចង់និយាយថាមនុស្សយើងកើតពីអូតូម្ដាយយើងមកមិនទាន់បានរៀនសូត្រអីទេប៉ុន្តែកើតមកហើយឆ្ពោះទៅរកការរៀនសូត្រមិនមែនងាយស្រួលបានឆាប់ចេះឆាប់ដឹងទេត្រូវតែឆ្លងកាត់លំបាករំបិនជំនឿច្រើនថ្នាក់ច្រើនជាងប៉ុន្តែបើបានមានចំណេះចេះដឹងទៅក៏មានឋានៈបំផាក់ពងពោះគឺដូចជាផ្លូវយ៉ាងហ្នឹងអញ្ចឹងគេធ្វើដាក់ផ្លូវនោះឲ្យពោះទៅវាកបផ្សំនឹងគេហែនេះគេអមពួកមន្ត្រីប្រសង់អង្គចាស់អីនោះវាធ្វើទៅជាមួយគ្នាឯងអញ្ចឹងវាមាន3អញ្ចឹងចៅឯងទៅមើលនៅខាងក្នុង
Thank